បើសុំទោសហើយយ៉ាងម៉េចទៀតបុកក្មេងនៅរិស័យកែវរឿងរិស័យកែវនេះអូអត់ផុតទេបងប្អូនឥឡូវស្ត្រីម្នាក់ឈ្មោះសុកច័ន្ទបូរមីនិងបរិសម្នាក់ឈ្មោះសាមីនសុវថាលោកសាមីនសុវថាជាមន្ត្រីរាជការរបស់សាលាស្រុកកងមាសហើយក៏ជាកូនអភិបាលស្រុកកងមាសនឹងដែរប៉ុន្តែថ្ងៃនេះស្រាប់តែឃើញមកសំពះលុតជង្គង់នៅប៉ុស្តិ៍ប៉ូលីសសុំទោសសាធារណជនដើម្បីឲ្យលើកលែងទោសឲ្យគាត់ហេតុអីបានជាអ្នកទាំងពីរអ្នកហ្នឹងត្រូវលុតជង្គង់សុំទោសសាធារណជនឲ្យលើកលែងទោសបើម៉ោងនេះគឺប៉ូលីសកំពុងតែស៊ើបអង្កេតរឿងក្តីហើយចាប់គាត់ឃុំខ្លួនដាក់ទៅតុលាការដើម្បីជំនុំជម្រះក្តីរឿងគ្រោះថ្នាក់ចរាចរណ៍រឿងចេះប្រជាពលរដ្ឋមិនពេញចិត្តនឹងលោកសាមីនសុវថាសាមីនវុទ្ធរិទ្ធនេះដែលថាពេលដែលស្វឹងជោគហ្នឹងគឺថាអាងបនស័កអំណាចរបស់ខ្លួនហ្នឹងគឺប្រើសម្ដីចង់វាយចង់អីចាស់លុយ$20000ដើម្បីបញ្ចប់រឿងអីលាក់នឹងលាក់អីអញ្ចឹងទៅភាសាហ្នឹងមិនមែនជាភាសារបស់តែលោកសាមីនសុវុទ្ធរិទ្ធហ្នឹងទេភាសាហ្នឹងគឺជាភាសារបស់កូនថ្នាក់ដឹកនាំអ្នកធំអ្នកមានគេនិយាយមកអាយុហើយប្រជាពលរដ្ឋរកម្មចិត្តរឿងហ្នឹងវាដូចថាទឹកមួយដំណក់នៅក្នុងកែវដែលព្រៀបហៀហើយដាក់ទៅវិហាខ្ចាយទេបងប្អូនវាមិនមែនរឿងហ្នឹងថាអូតាក់តងនឹងលោកតាសាមីនវុទ្ធរិទ្ធហ្នឹងម្នាក់វាមិនមែនទេរឿងនេះជាជំងឺរ៉ាំរ៉ៃនៅក្នុងសង្គមទេប៉ុន្តែវិច័យដនអីវាទ្រាំលែងបានអញ្ចឹងទៅប្រជាពលរដ្ឋឮសូរសម្ដីបែបនេះទៀតគឺមួម៉ៅហើយឥឡូវនេះគឺគាត់ឡើងមកសារភាពសុំទោសឲ្យប្រជាពលរដ្ឋអត់អោនគាត់ថានឹងកែខ្លួនគាត់ឈប់ប្រើពាក្យផ្ដេសផ្ដាស់អីដែលខុសឆ្គងគាត់ស្វឹងស្រាអីគាត់និយាយចឹងប៉ុន្តែគាត់មិនមែនអ្នកបើកឡាននឹងទេឃើញទេអង្គហេតុហ្នឹងគឺនៅដដែលផ្ទុយទៅវិញស្ត្រីសុកច័ន្ទបូរមីហ្នឹងក៏មកសុំទោសដែរថាគាត់បើកឡាននៅពេលហ្នឹងដែលប្រហែលជាមិនប្រយ័ត្នប្រយែងអីធ្វើឲ្យឆ្លោះធ្លួយបុកកូនក្មេងនឹងរបួសអីចឹងគាត់សុំទោសដែររឿងនេះហាវាខ្ញុំជឿថាជាការស្អំចិត្តដើម្បីឲ្យសាធារណជនឈប់និយាយរឿងហ្នឹងទៀតទៅបានហើយព្រោះអីឥឡូវភាគីទាំងពីរចេញមកសុំទោសហើយយ៉ាងម៉េចទៀតតើចង់បានអីទៀតឥឡូវរឿងថាតើអ្នកណាបើកឡានប្រកាសអ្នកណាមិនបើកឡានប្រកាសគឺខាងប៉ូលីសប្រាប់ថាស្ត្រីនឹងជាអ្នកបើកឡានឥឡូវគេចាប់ហើយយ៉ាងម៉េចទៀតឃើញទេបងប្អូនរឿងគឺវានៅអញ្ចឹងប្រជាពលរដ្ឋយើងឃើញសាកសីថតរូបថតអីប្រសេកប្រសាច MMO ថតទៅអាអង្គហេតុហ្នឹងវាពុលការស៊ើបអង្កេតវាពុលតុលាការប្រជាជនធ្វើឲ្យតុលាការប៉ូលីសហ្នឹងក៏ដោះស្រាយរឿងក្តីអត់បានជាទីបំផុតឃើញវារញ៉េរញ៉ៃអាណាធិបតេយ្យហើយចុងក្រោយទៅបង្ខំឲ្យ2នាក់ដែលជាអ្នកដែលចាប់ខ្លួនទៅឃុំខ្លួនហើយឲ្យមកសុំទោសលុតជង្គង់សាពះដល់ដី3ដងដើម្បីឲ្យចប់រឿងចង់និយាយថាកុំឲ្យសាធារណជនចោតដូចថាឲ្យកុំឲ្យខឹងពួកគាត់អីអញ្ចឹងទៅបាទតាមពិតវាមិនមែនជារឿងអីខុសឆ្គងទេនៅក្នុងការដែលខុសឲ្យសុំទោសប៉ុន្តែរឿងដែលសំខាន់បងប្អូនមើលទៅវាជាជំងឺនៅក្នុងសង្គមមួយដែលរឿងដោះស្រាយតាមផ្លូវច្បាប់អត់បានច្បាប់ប្រជាពលរដ្ឋលែងទុកចិត្តដែរឥឡូវមកចេញជាការសុំទោសសុំអីអញ្ចឹងតើក្នុងនាមជាជនរងគ្រោះឬក៏សារភាពថាខ្លួនជាអ្នកកាន់ដៃចង្កូតទៅហើយមានកាមេរ៉ាមានអីហើយឥឡូវត្រូវការឲ្យគាត់មកលុតជង្គង់សំពះសុំទោសទៀតដើម្បីឲ្យទទួលកំហុសចោះអ្នកដែលរកកំហុសក្រែងតុលាការមិនអញ្ចឹងណាជាការពិតនេះជាសិលធម៌សង្គមប្រហែលជារងសម្ពាធអីគាត់ត្រូវធ្វើប៉ុន្តែបើតុលាការរកឃើញតែគាត់មានកំហុសតុលាការកាត់ទោសហេតុអីត្រូវឲ្យបុគ្គលហ្នឹងត្រូវការលុតជង្គង់សុំទោសទៀតរឿងបរោះដែលជាអ្នកអត់បើកឡានគឺលោកណែសាមីនវុទ្ធរិទ្ធហ្នឹងគឺគាត់សុំទោសជាការត្រឹមត្រូវហើយព្រោះអីគាត់សុំទោសរឿងគាត់ប្រមាថរវាយគេរអីរចាស់លុយ$20000សុំមនុស្សស្លាប់អីហ្នឹងហាក់បីដូចជីវិតហ្នឹងទិញបានដូចទីផ្សារអញ្ចឹងអាហ្នឹងគឺជាការត្រឹមត្រូវដែលគួរតែសុំទោសគួរអីទៅប៉ុន្តែអារឿងអំពើផ្ដេសផ្ដាស់ហ្នឹងក៏នៅតែត្រូវតុលាការកាត់ទោសអញ្ចឹងតុលាការកាត់ទោសមួយសារឥឡូវតុលាការប្រជាជនកាត់ទោសមួយសាររឿងនេះតើយុត្តិធម៌សង្គមរបស់យើងនឹងអាចនឹងមានបណ្ណាទៅហើយនឹងភាពឈឺចាប់ទាំងអស់ទាំងជនរងគ្រោះទាំងអ្នកដែលជាជនរងគ្រោះទាំងទីជនដៃដល់ហ្នឹងតើវាយ៉ាងម៉េចទៅវិញបាទបងប្អូនរឿងនេះអញ្ចឹងបានថាការកែតម្រង់មួយគឺត្រូវតែធ្វើឡើងឲ្យស៊ីជម្រៅជាការកែលម្អហើយរឿងនេះវារ៉ាំរ៉ៃយូរឆ្នាំពេកហើយគួរតែបញ្ចប់អាវប្បធម៌ដែលធ្វើឲ្យប្រជាពលរដ្ឋស្អប់អាញាធរស្អប់អ្នកមានអំណាចស្អប់អំពើអយុត្តិធម៌នៅក្នុងសង្គមវាផ្ទុះហ่าបងប្អូនឃើញទេឥឡូវគឺប្រជាជនគឺអត់ប្រណីទេគឺអត់អាក់នៅគ្រោះតតែសោះបាទចុងក្រោយគឺព័ត៌មានពីកូរ៉េខាងជើងកុំឲ្យស្ងាត់ឈឹងសោះកូរ៉េខាងជើងថ្ងៃនេះគឺលើកលោកគឹមចុងអ៊ុនឲ្យជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងជើងបន្តទៀតភ្ញាក់ផ្អើលទេបងប្អូនអត់សោះ
ខ្ញុំផ្សាយនេះគាត់ឲ្យដឹងថាអូគេចាប់ផ្ដើមបោះឆ្នោតតែគ្នាគាត់ហ្នឹងនរណាជាប់ក៏ជាប់ទៅចង់មកជីវិតទៀតគ្មានណាឈឺក្បាលដែរព្រោះកូរ៉េខាងជើងហ្នឹងនឹងមានតកឹមចុងអ៊ុននឹងខ្សែតកូលគឹមហ្នឹងមកទាំងអស់ហើយតែគេយ៉ាងណាទៅរឿងដែលសំខាន់គឺគេមើលថាគោលនយោបាយរបស់គីមចុងអ៊ុនអត់ដូរទេគឺយកកូរ៉េខាងត្បូងជាសត្រូវស៊ីសាច់ហុតឈាមហើយលែងឲ្យបង្រួបបង្រួមកូរ៉េខាងជើងនិងកូរ៉េខាងត្បូងអារឿងនេះហើយបើគាត់អត់ដូររបស់ខ្ញុំនិយាយថាតែចប់សង្គ្រាមនៅអ៊ីរ៉ង់ចប់នៅគុយវ៉េតគុយបាហើយនឹងវេណេស៊ុយអេឡាគឺអ៊ីរ៉ង់ណាកូរ៉េខាងជើងនេះគឺជារឿងមួយទៀតហើយបើនៅលោកត្រាំនៅហ្នឹងមុននឹងបោះឆ្នោតដាច់អាណត្តិគាត់ឆ្នាំ2028អីហ្នឹងគឺប្រលះកូរ៉េខាងជើងចាក់ជាមិនខានបើសិនជាបំផ្លាញអាហ្នឹងខ្ទេចទៅដើម្បីឲ្យអ៊ីរ៉ង់ទម្លាក់ទង់ជ័យសលើកទង់ជ័យសគាត់នឹងធ្វើវាអត់មានបញ្ហាអីទេព្រោះរំលោភច្បាប់អន្តរជាតិមួយរឿងធម្មនុញ្ញអង្គការសហប្រជាជាតិលោកត្រាំអត់ទាំងឈឺក្បាលអីផងហេតុអីបានមកវាយអារោងចក្រអាគិសនីនឹងវាយមិនបានដោយសារតែអ៊ីរ៉ង់នៅតែផ្លោងគ្រាប់ដាក់ចេញមកពីអ៊ីរ៉ង់ទៅតាមប្រទេសសម្ព័ន្ធមិត្តហើយថ្ងៃម្សិលមិញនេះគឺលោកអង់តូញ៉ូ ហ្គូតេរ៉េសចេញសារពុំមានទៅអ៊ីរ៉ង់ផងពុំមានទៅអាមេរិកដែរនិយាយទៅគឺអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះក៏មិនប្រដាក់មាត់ដែរគាត់ថ្កោលទោសអាមេរិកថាមិនគួរណាបំពេញឈ្លានពានដែនអធិបតេយ្យរបស់អ៊ីរ៉ង់ហើយពេលហ្នឹងក៏ថ្កោលទោសអ៊ីរ៉ង់ដែរថាមិនគួរណាផ្លោងគ្រាប់ដាក់ទៅប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកដែលមិនមែនជាគូទំនាស់សោះចឹងបានន័យថាលោកអង់តូញ៉ូប្រាប់ទៅអ៊ីរ៉ង់ថាធ្វើនឹងមិនត្រូវទេបើបាញ់ផ្លោងមកអាមេរិកផ្លោងមកកុំផ្លោងទៅប្រទេសដែលគេអត់ដឹងរឿងអីសោះអត់តាក់ទងនឹងសង្គ្រាមនៅក្នុងចំនួននេះសោះហេតុអីបានទៅផ្លោងគ្រាប់មីស៊ីលដាក់គេអញ្ចឹងទៅឃើញអ៊ីរ៉ង់ខុសខ្លួនឯងប៉ុន្តែអ៊ីរ៉ង់ថាខ្លួនបំផ្លោងគ្រាប់ទៅសម្ព័ន្ធមិត្តអាមេរិកដែលមិនមែនផ្លោងមកដាក់សហរដ្ឋអាមេរិកដល់មែនក៏ប៉ុន្តែសម្បត្តិទ្រព្យឬផលប្រយោជន៍អាមេរិកនៅតាមទីតាំងដែលជាគ្រោះថ្នាក់ដល់អ៊ីរ៉ង់ផ្លោងដាក់អញ្ចឹងវាចូលដល់អធិបតេយ្យប្រទេសមកកណោទៀតអញ្ចឹងអ៊ីរ៉ង់ខ្លួនឯងក៏តែពិបាកនិយាយទៅអ៊ីរ៉ង់អត់មានជំរឿអីឃើញវាយតដៃក៏ខុសមិនតដៃក៏ខ្ទេចឥឡូវយើងស្លេះរឿងតាមប៉ុណ្ណឹងសិនព្រោះអី5ថ្ងៃទៀតចាំមើលទៀតបងប្អូន5ថ្ងៃទៀត3ថ្ងៃទៀតបើន័យថាគ្រប់5ថ្ងៃអញ្ចឹងវាត្រឹមថ្ងៃពហុនេះបាទឥឡូវនេះគឺជាដំណឹងដែលតកតងនឹងរឿងអ៊ីរ៉ាក់អ៊ីរ៉ង់រឿងអាមេរិកនិងអ៊ីរ៉ង់បាទតែវិលមកស្រុកខ្មែរយើងវិញរឿងដំណោះស្រាយព្រំដែនយើងក៏អត់ទាន់មានដែរហើយកម្ពុជាក៏អត់ទាន់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដែរប្តឹងថៃដំណោះស្រាយក៏អត់មានថៃកាន់តែក៏ឃ្លើនជីកបលាយកាយប្រឡង់ហេដ្ឋារចនាសម្ព័ន្ធក្នុងដីខ្មែរដែលមានដូចថាព្រមព្រៀងគ្នាក្នុងប័ណ្ណឈប់បាញ់មែនប៉ុន្តែជីកធ្វើសំណង់ថ្មីអីស្រេចតក្បាលចិត្តចែកដីចែកអីឲ្យប្រជាពលរដ្ឋថៃតាមអំពើចិត្តទៀតដល់អញ្ចឹងទៅពេលដែលរដ្ឋាភិបាលអត់ព្រមប្តឹងអត់អីទៅប្រហែលខែបងប្អូនរាប់ខែហើយថ្ងៃនេះឃើញអង្គការសង្គមស៊ីវិលមិនមែនតិចទេបងប្អូនអង្គការសង្គមស៊ីវិលជាង400ជិត430អង្គការសង្គមស៊ីវិលនាំគ្នាសរសេរសារអំពាវនាវឲ្យកម្ពុជាគឺមានសេចក្តីថ្លែងការណ៍រួមអំពាវនាវឲ្យកម្ពុជានិងថៃដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីរួមទាំងតាមយន្តការ ICJ គឺយន្តការតុលាការយុត្តិធម៌អន្តរជាតិផងទៅតាមការចាំបាច់តាមពុទ្ធតុលាការ ICJ នេះអត់មានទៅតាមការចាំបាច់អីទៀតទេបងប្អូនមន្ត្រីអង្គការសង្គមស៊ីវិលគឺវាចាំបាច់យូរហើយដែលត្រូវដាក់តាំងតែពីមកហើយប៉ុន្តែយ៉ាងណានេះគឺជាសារដាស់តឿនរបស់គាត់ដែរចុងក្រោយកុំឲ្យថាមានតែបងប្អូនយើងប្រជាពលរដ្ឋដែលពិបាកចិត្តឥឡូវអង្គការសង្គមស៊ីវិលផ្នែកច្បាប់សិទ្ធិមនុស្សមានអាត់ហុកមានលីកាដូមានអង្គការមកកណោនិយាយទៅសឹងអស់មកស្រុកខ្មែរហើយព្រោះ400អង្គការចំនួន420ជាងបាទជិត430អង្គការនៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់ដែលមានកម្រាស់20ទំព័រសេចក្តីថ្លែងការណ៍រួមហ្នឹងគឺ20ទំព័រហ្នឹងគឺដោយទាំងឈ្មោះរបស់អង្គការទាំងអស់ហ្នឹងទាំងជាង400ហ្នឹងគឺដូច426អង្គការជិត430ហ្នឹងគឺអំពាវនាវឲ្យមានដំណោះស្រាយតាមផ្លូវច្បាប់និងសន្តិវិធីនៃចំនួនព្រំដែនកម្ពុជាថៃខ្ញុំមិនអានអត្ថបទនេះទាំងស្រុងទេបងប្អូនទៅមើលតាមអង្គការសង្គមស៊ីវិលដូចជាអាត់ហុកលីកាដូអីទៅបងប្អូននឹងឃើញសេចក្តីថ្លែងការណ៍រួមនៅក្នុងគេហទំព័រឬក៏ Facebook របស់គាត់ហើយគ្រាន់តែខ្ញុំច្បិចខ្លឹមសារសំខាន់គឺអង្គការសង្គមស៊ីវិលទាំងអស់នេះនៅតែគិតថា
ចំនួនដ៏រ៉ាំរ៉ៃរវាងកម្ពុជានិងថៃនេះគឺទាមទារឲ្យភាគីទាំងពីរគឺកម្ពុជានិងថៃហ្នឹងគឺអនុវត្តប័ណ្ណឈប់បាញ់ផងហើយឲ្យរកដំណោះស្រាយដោយសន្តិវិធីហើយរកដំណោះស្រាយតាមរបៀបចរចាទៀតហើយត្រូវប្រើយន្តការច្បាប់អន្តរជាតិយុតិតុលាការយុតិធធអន្តរជាតិ ICJ ផងខ្ញុំថារឿងដែលចរចាគឺយើងដូចគេធ្វើហើយកន្លងមកហោហាយអត់បានផលទេមិនអញ្ចឹងណារឿងឈប់បាញ់ក៏មានហើយដែរអញ្ចឹងយន្តការដែលនៅសេសសល់ចុងក្រោយហ្នឹងអាតវ៉ាកម្ពុជាតវ៉ា700 800ដងហើយអត់បានផលដែរថៃនៅតែក៏ឃ្លឿនAOT សង្កេតការអាស៊ានចុះទៅព្រំដែនក៏អស់ចិត្តដែរហើយខាងអនុព័ន្ធយោធាចុះទៅមើលទូកុងតឺន័របលាលុះអីហ្នឹងក៏អស់ចិត្តដែរហើយដូចជាអត់មានអីនៅសេសសល់ទៀតទេការអំពាវនាវឲ្យថៃរៀបចំក្រុម JBC ដើម្បីរៀបចំវាស់វែងដីឡើងវិញហ្នឹងក៏អំពាវនាវពីបិសាឲ្យថៃគេថាចាំរៀបចំរដ្ឋាភិបាលថ្មីមិនដឹងកាលឥឡូវបានរដ្ឋាភិបាលថ្មីហើយក៏នៅតែស្ងាត់ឈឹងទៀតហើយឥឡូវដល់ពេលជាមួយគ្នាហ្នឹងគឺចាប់ផ្ដើមចែកដីនៅភូមិជោគជ័យនឹងឲ្យប្រជាពលរដ្ឋ3គ្រួសារហើយកម្ពុជាក៏តវ៉ាទៀតដែរដូច្នេះអាសន្តិវិធីនឹងធ្វើអស់ហើយតែថៃក៏នៅតែអត់ស្ដាប់ដូច្នេះជំរឿសចុងក្រោយខ្ញុំគិតថាមានតែតុលាការយុត្តិធម៌អន្តរជាតិ ICJ នឹងតែប៉ុណ្ណោះព្រោះអ្វីដែលជាវិធានការអហិង្សាសន្តិវិធីគឺកម្ពុជាធ្វើអស់ហើយការទូតផ្លូវស្អីក៏ដោយធ្វើអស់ហើយនៅតែផ្លូវច្បាប់មួយគត់គឺយន្តការតុលាការយុត្តិធម៌អន្តរជាតិហើយខ្ញុំជឿថារឿងនេះក៏ស្របទៅនឹងសេចក្តីថ្លែងការណ៍អំពាវនាវរបស់អង្គការសង្គមស៊ីវិលទាំង400ជាងអង្គការនេះដែរប៉ុន្តែសួរថាតើកម្ពុជានឹងដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬយ៉ាងណាមានតែពេលវេលាទេតែអាចប្រាប់ការពិតបានហើយយើងតាមដានតទៅទៀតទៅបងប្អូនបន្តទៅទៀតតកតងនឹងរឿងរកម្មចិត្តមួយទៀតថ្ងៃនេះព័ត៌មាននេះប្រហែលជាធ្វើឲ្យបងប្អូនអសធានបន្តិចដែរហើយព្រោះអីកាលពីប្រហែលពី3ថ្ងៃមុនហ្នឹងកាលពីថ្ងៃទី20អញ្ចឹងហើយខ្ញុំផ្សាយរាល់ថ្ងៃចង់ភ្លេចអស់បងប្អូនដូចថាពេលវេលាដូចជា3 ថ្ងៃមុនថ្ងៃ20មិនដឹងទេតែខ្ញុំផ្សាយអំពីដែលថា4 5ថ្ងៃមុនហើយថ្ងៃ18មីនានឹកឃើញហើយនៅថ្ងៃទី18មីនាហ្នឹងគឺចៅក្រមសហព័ន្ធគឺចៅក្រមជាតិរបស់អាមេរិកនៅ DC នៅរដ្ឋធានី Washington ហ្នឹងគឺសម្រេចក្តីឲ្យដែលវិទ្យុសម្លេងសហរដ្ឋអាមេរិក VOA ហ្នឹងឈ្នះក្តីដោយបង្គាប់ឲ្យអង្គការមេរបស់ VOA ហ្នឹងគឺអង្គការ USAGM ដែលជាទីភ្នាក់ងារអន្តរជាតិសម្រាប់គ្រប់គ្រងវិស័យផ្សព្វផ្សាយរបស់អាមេរិកដែលជាមេបារបស់វិទ្យុអាស៊ីសេរីនិង VOA ហ្នឹងគឺបង្គាប់ឲ្យអង្គការស្ថាប័ននេះគឺឲ្យបុគ្គលិករបស់វិទ្យុសម្លេងសហរដ្ឋអាមេរិកទាំង1000ជាងអ្នកគឺ1042អ្នកហ្នឹងវិលចូលធ្វើការងារវិញនៅថ្ងៃនេះថ្ងៃច័ន្ទហ្នឹងថ្ងៃនេះគឺជាថ្ងៃកំហិតដែលត្រូវចូលធ្វើការវិញប៉ុន្តែមកដល់ថ្ងៃហ្នឹងគឺអត់មានបុគ្គលិកណាចូលធ្វើការវិញបានទេបងប្អូនរឿងដោយសារអញ្ចេះដោយសារតែកាលពីថ្ងៃ18លោកចៅក្រម Royce Lampert ចេញសេចក្តីសម្រេចបង្គាប់បញ្ជាឲ្យ USAGM នេះឲ្យបុគ្គលិកចូលមកធ្វើការវិញទាំងអស់ដែលបញ្ឈប់ដោយអត់ប្រាក់ខែអត់អីហ្នឹងមួយឆ្នាំហើយក៏ប៉ុន្តែរដ្ឋាភិបាលអត់បានតបតអីរឿងបញ្ជូនឬមិនឲ្យចូលធ្វើការវិញទេហើយក៏មិនទាន់មានប្រតិកម្មទេប៉ុន្តែ2ថ្ងៃមកគឺថ្ងៃ20អញ្ចឹងបានន័យថា3ថ្ងៃមុននេះរដ្ឋាភិបាលលោកត្រាំគឺបានដាក់ពាក្យប្តឹងជំទាស់ទៅនឹងសាលក្រមនឹងទៅហើយបានន័យថាម៉េចបងប្អូនបានន័យថាគឺជាវិធីសាស្ត្រនៅក្នុងការពន្យាពេលឲ្យដំណើរការនៃយកបុគ្គលិកមកចូលធ្វើការឲ្យវិទ្យុសម្លេងសហរដ្ឋអាមេរិក VOA វិញទាំងជាង1000នាក់ហ្នឹងនៅអូសជើងមិនដឹងប្រមាណសប្តាហ៍ប្រមាណខែប្រមាណឆ្នាំតទៅទៀតព្រោះអានេះគឺជាវិធានការផ្លូវច្បាប់ដែលលោកត្រាំបើមិនបានស៊ីគឺឆ្លៀឲ្យខ្ទេចរដ្ឋបាលគាត់គឺនឹងធ្វើដូច្នេះពាក្យថាមិនបានស៊ីឆ្លៀឲ្យខ្ទេចហ្នឹងគឺថាចៅក្រមសម្រេចក្តីសម្រេចទៅក៏ប៉ុន្តែមិនពេញចិត្តហ្នឹងគឺប្រើប្រាស់យន្តការស្របច្បាប់អត់មានអីខុសទេរដ្ឋបាលលោកត្រាំធ្វើអត់ខុសទេត្រង់ថានីតិវិធីតុលាការគឺមានសិទ្ធិជូនដំណឹងប្តឹងសារទុកទៅហើយប្តឹងឧទ្ធរប្រឆាំងទៅនឹងសេចក្តីសម្រេចបានន័យថាម៉េចនៅពេលដែលប្តឹងប្រឆាំងនឹងសេចក្តីសម្រេចបានន័យថាការអនុវត្តវិធានការ
ឲ្យបុគ្គលិកទាំងអស់ចូលធ្វើការវិញហ្នឹងមិនអាចអនុវត្តបានទេព្រោះអីតើសាលក្រមហ្នឹងវាអត់ទាន់ចូលជាស្ថាពររងបណ្ដឹងនៅឡើយបណ្ដឹងនេះអាចជូនដំណឹងហើយអាចនៅពេល1ខែដើម្បីដាក់ពាក្យប្តឹងនឹងមកដើម្បីការពារក្តីចោះហ្មងជំនុំជម្រះឡើងវិញហើយចោះហ្មងពេលជំនុំជម្រះនៅសាលាឧទ្ធរហើយស្រាប់តែគាត់តឡាការសាលាឧទ្ធរសម្រាប់ឲ្យ VOA ឈ្នះទៀតអញ្ចឹងគាត់នឹងដាក់ប្តឹងទៀតទៅសាលាកំពូលទៀតអាចជាន់ខ្ពស់បំផុតអញ្ចឹងនៅប្រហែលខែប្រហែលឆ្នាំទៀតទៅនេះគឺជានីតិវិធីពន្យាពេលនីតិវិធីឆ្មាបលែងលេងកដោមុននឹងលេបអញ្ចឹងចុងក្រោយហ្នឹងគឺវេទនារស់ជាងរស់ហ្នឹងវេទនាជាងស្លាប់ទៅទៀតអញ្ចឹងបានថាពិបាកមែនតើនៅក្នុងពេលដែលរដ្ឋបាលមួយមានការដែលមិនពេញចិត្តនឹងវិស័យសារព័ត៌មានឯករាជ្យមួយនេះហើយនៅតែតាមធ្វើទុកបុកម្នេញឥតស្រាកស្រានហើយសារព័ត៌មានមួយនេះក៏គេមិនចោះញោមនឹងការតស៊ូតតាំងនៅថ្ងៃនេះគឺមកក្រុមមនុស្សជាច្រើនគឺដាក់ពាក្យប្តឹងមួយទៀតថ្មីចាស់មួយទៀតគឺប្តឹងអង្គការ USAGM នឹងបន្ថែមទៀតគឺពាក្យបណ្ដឹងនេះទើបតែដាក់នៅរដ្ឋធានីនៅបរិយាញូវយ៉កគឺតាក់ទងនឹងអង្គការជាច្រើនមានអង្គការអ្នករាយការណ៍គ្មានព្រំដែនគឺ Reporters Without Borders នឹងមានអ្នកតំណាងដូចជា Barry News House មានឈ្មោះបុគ្គល Alisa Tanzim មាន 4-5 នាក់ទៀតដែលចូលរួមប្តឹង USAGM ហ្នឹងពីរឿងធ្វើទុកបុកម្នេញខាងវិស័យសារព័ត៌មានផ្សព្វផ្សាយគឺដូចថារឹតត្បិតឲ្យគេប្រកបប្រជាគេឲ្យផ្សាយតាមចិត្តចង់របស់ខ្លួនអញ្ចឹងទៅបាទអញ្ចឹងរឿងនេះបណ្ដឹងចេះដាក់ទៀតទៅបងប្អូនឲ្យបណ្ដឹងចេះតែដាក់តឡាការចេះតែកាត់ក្តីអាការពជាក្នុងការចូលធ្វើការវិញក៏កាន់តែយូរអង្វែងតទៅទៀតបាទនេះហើយគឺជាអ្វីដែលកើតឡើងបងប្អូននិយាយទៅគឺវាគួរឲ្យខកចិត្តបន្តិចដែរដែលស្ដាប់ទៅថាគួរតែបានចូលធ្វើការវិញក៏ប៉ុន្តែយុទ្ធធរនៅតែឈ្នះដដែលទេបន្តិចទៀតទៅយើងនឹងឃើញរឿងក្តីនេះនឹងសម្រេចទៅតាមអ្វីដែលជាការស្នើសុំរបស់តុលាការព្រោះអង្គហេតុនឹងវាជាក់ច្បាស់ប៉ុណ្ណឹងថាអត់មានរឿងអីទៅធ្វើទុកបុកម្នេញសារព័ត៌មាននេះឲ្យបិទទ្វារទេលុយគឺលុយអនុម័តដោយរដ្ឋសភាមិនមែនលុយលោកត្រាំទេអញ្ចឹងត្រូវឆ្លងអីពីរដ្ឋសភាអត់មានបានបញ្ជាឲ្យដកលុយសោះហេតុអីបានជារដ្ឋបាលលោកត្រាំដែលជាអង្គនីតិប្រតិបត្តិសោះមានសិទ្ធិធ្វើដូច្នេះហើយអារឿងរំលងរដ្ឋសភានេះគឺជារឿងរំលោភរដ្ឋធម្មនុញ្ញមួយដ៏ធ្ងន់ខ្ញុំជឿថាសហរដ្ឋអាមេរិកមិនអនុញ្ញាតឲ្យរឿងនេះកើតឡើងទេបាទប៉ុន្តែគាត់ថាវាយូរប៉ុណ្ណាតើបុគ្គលិកវិទ្យុសម្លេងសហរដ្ឋអាមេរិកហ្នឹងតស៊ូបានយូរប៉ុណ្ណាយើងចាំមើលតទៅទៀតបាទឥឡូវនេះគឺអស់ពីហ្នឹងទៅគឺថ្ងៃនេះអារឿងព្រំដែនអារឿងប្រេងសាំងអារឿងស្អីអត់មានដំណោះស្រាយអីតតែសោះយើងឃើញលោកហ៊ុនសែនចេញសារលើបណ្ដាញសង្គម Facebook របស់លោកលើកយករឿងប្តីប្រពន្ធនិងរឿងលើក្រែរបស់បុគ្គលឯកជនយកមកបង្ហាញអារម្មណ៍ពិតរបស់លោកខ្ញុំអាសូរមែនតើតើនៅចិត្តលោកហ៊ុនសែននឹងមានទីប្រឹក្សាគាត់ប្រមាណណាដែលអាចជួយផ្ដល់យោបល់ឲ្យលោកហ៊ុនសែនអំពីថាពេលខ្លះការដែលមិននិយាយអីសោះមានប្រយោជន៍ជាងការនិយាយស្ដីព្រោះខ្ញុំបាននិយាយចឹងថាពេលដែលឃើញលោកហ៊ុនសែនអត់និយាយអីសោះខ្ញុំសប្បាយចិត្តជំនួសបងប្អូនប្រជាពលរដ្ឋខ្មែរទាំង17លាននាក់ជំនួសនឹងមុខមាត់ជាតិយើងព្រោះអីតែពេលលោកនិយាយមកគឺបើមិនងើបមួយវាយមួយបើមិនមឹងបើមិនគម្រាមកំហែងអ្នកនេះបើមិនអីទេគឺអត់និយាយទេប៉ុន្តែចុងក្រោយនេះគឺឃើញមានសារដូចជាមโนរម្យដែរបងប្អូនដែលខ្ញុំបានជម្រាបឲ្យថាមានរឿងអីទៅរករឿងលោកហ៊ុនសែនគ្រាន់តែឃើញសារប្រហោះទៅជួបលោកអ្នកកំ pl ែងនៃក្រិនអីជានៃមនុស្សធម៌អីណាអាហ្នឹងជារឿងមនុស្សធម៌យើងមិនពេញចិត្តនឹងគាត់មិនព្រមចូលទៅមើលជនភៀសសឹកឬអីអាហ្នឹងគឺជារឿងយើងគិតប៉ុន្តែគាត់ធ្វើមនុស្សធម៌ពុជាឱកាសដែរព្រោះនៅពេលដែលមានរឿងអីកើតឡើងអញ្ចឹងនីក្រិនក៏មានគេទទួលស្គាល់គេនៅតាមបណ្ដាញសង្គមហ្នឹងអូសអត់ផុតដូច្នេះអ្នកនយោបាយគេរកឱកាសកេងចំណេញនយោបាយដែរតើបើមិនកេងចំណេញនយោបាយធ្វើអាម៉េចបើយើងហៅថាអ្នកនយោបាយឱកាសដែលមានបែបហ្នឹងគឺធ្វើឲ្យប្រជាពលរដ្ឋឃើញថាអូគាត់មានចិត្តមេត្តាអញ្ចឹងភ្លេចអារឿងងើបមួយវាយមួយអីឃើញជួយទៅមើលអ្នកកំ pl ែងរហូតដល់ណែ
មិនទីពេទ្យអីហ្នឹងតើរកអ្នកណាមេដឹកនាំអ្នកណាដែលគេទៅរកជួបអ្នកជំងឺអ្នកអីដល់មិនទីពេទ្យបែបនេះអានេះហើយគេថាពេលដែលប្រជាពលរដ្ឋមានទុកគឺជាទុករបស់ថ្នាក់ដឹកនាំចង់ផ្ញើសារឲ្យបងប្អូនដឹងអញ្ចឹងនេះជាឱកាសមាសហើយវាអត់មានឱកាសណាប្រសើរជាងហ្នឹងទៀតទេទៅចាំកាលទៀតយើងទៅចង់ឃើញគាត់ទៅមើលក្មេងស្អីកុមារម្នាក់ដែលគេបុករបួសធ្ងន់សម្រាប់សង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យរឿងតាក់ទងរឿងនៅរស័យកៅរឿងកូនរបស់អាបាលស្រុកកងមាសហ្នឹងឬក៏យ៉ាងម៉េចឬក៏យើងចង់មើលអ្នករបួសគ្រប់គ្នាដែលដួលដេកស្លាប់ពេញផ្លូវហ្នឹងរាល់ថ្ងៃហ្នឹងឲ្យលោកហ៊ុនសែនចុះទៅមើលអញ្ចឹងវាអត់មានពេលទេអ្នកនយោបាយគេមើលតែឱកាសណាមួយដើម្បីចំណេញនយោបាយចំណេញសារហ្នឹងផងគឺគេធ្វើឲ្យគេអត់មានតែចាំអីធ្វើគ្រប់រឿងមានពេលណាធ្វើការងារហ្នឹងហើយដល់ពេលហើយស្រាប់តែថ្ងៃនេះគាត់ចេញសារឲ្យបងប្អូនសារនេះអត់មាន AI ទេខ្ញុំធានា 100% ថានេះគឺជាសារពិតរបស់លោកហ៊ុនសែនព្រោះគាត់បង្ហោះនៅលើ Facebook របស់លោកជាផ្លូវការមុននេះប្រហែលជា2ម៉ោងឯងដាក់នៅក្នុង Facebook ដែលមាន fans គាត់ followers គាត់ប្រហែល5-10 លានណាអញ្ចឹងនៅក្នុងនេះគឺគាត់សរសេរអញ្ចេះថ្ងៃនេះហើយគឺគាត់មានរូបស្ត្រីម្នាក់នៅក្នុងហ្នឹងហើយមាននឹងរូបច្បាប់យកច្បាប់ខ្មែរតាក់ទងនឹងឯកពន្ធខ្ញុំបង្ហាញនៅអារម្មណ៍បុគ្គលបាទគាត់ប្រាប់ខ្ញុំសូមបង្ហាញអារម្មណ៍បុគ្គលតិចទៅចោតប្រកាន់គាត់ថាក្នុងនាមជាសមាជិកព្រឹទ្ធសភាឬក៏ឪពុករបស់លោកហ៊ុនម៉ាណែតឬក៏ជាមេដឹកនាំបកកាន់អំណាចគណៈបកប្រជាជនកម្ពុជាអត់ទេលោកបានប្រាប់ហើយថាថ្ងៃនេះខ្ញុំសូមបង្ហាញនៅអារម្មណ៍បុគ្គលដែលមិនពាក់ព័ន្ធជាមួយការងាររបស់រដ្ឋនោះទេបាទគាត់ថាអត់ពាក់ព័ន្ធនឹងការងាររបស់រដ្ឋអាចពាក់ព័ន្ធការងាររបស់បកដែរព្រោះអីគាត់មិនយកងារជាសមាជិកព្រឹទ្ធសភាគាត់អាចយកងារជាប្រធានគណៈបកកាន់អំណាចហ្នឹងគាត់ថាបានព្រោះរដ្ឋផ្សេងបកផ្សឹងតែគាត់ថាគាត់អត់យកពាក់ព័ន្ធនឹងរដ្ឋទេគាត់បន្តថាអ្វីដែលខ្ញុំចង់និយាយគឺតាក់ទងជាមួយស្ត្រីម្នាក់យកប្តីពីរក្នុងពេលតែមួយនឹងរស់នៅជាមួយគ្នាជិះរថយន្តជាមួយគ្នាហូបបាយជាមួយគ្នាធ្វើការជាមួយគ្នាតែខ្ញុំមិនច្បាស់ថានៅលើគ្រែជាមួយគ្នានោះទេចុះលោកហ៊ុនសែនហេតុអីមិនស៊ើបឲ្យច្បាស់ទៅបើនៅជាមួយគ្នាអស់ហើយហេតុអីក៏មិននៅលើគ្រែជាមួយគ្នាទៀតថាអស់ហ្មងទៅអីអញ្ចឹងលោកបន្តទៀតថាអត់ច្បាស់ទេអារឿងនៅលើគ្រែជាមួយគ្នាហ្នឹងរូបភាពទាំងអស់នេះត្រូវបានចែកចាយលើបណ្ដាញសង្គមយ៉ាងទូលំទូលាយតើស្ត្រីនេះយកប្តីពីរអ្នកពិតប្រាកដឬក៏ជាការសម្ដែងដើម្បីតាក់ទាញអ្នកមើលប្រសិនបើគាត់យកប្តីពីរអ្នកពិតប្រាកដហើយរស់នៅជាមួយគ្នាចែកវេនគ្នារួមភេទគាត់ជាស្ត្រីដ៏មហិមានិងជាស្ត្រីដែលបំផ្លាញប្រពៃណីស្ត្រីខ្មែរដែលខ្លាំងបំផុតនៅក្នុងសម័យទំនើបក្រោយរបបប៉ុលពតបរោះមានប្រពន្ធពីរឬលួចមានស្រីខំលួចលាក់ខ្លាចប្រពន្ធឆ្លោះគ្នាផងខ្លាចច្បាប់ផងខ្លាចប្រពន្ធដឹងផងព្រមទាំងរដ្ឋធម្មនុញ្ញចែងថាប្តីមួយប្រពន្ធមួយផងសូមបងប្អូនឬសម័យខ្លួនជួយបំភ្លឺរឿងនេះផងប្រសិនបើអាចធ្វើទៅបានតើរឿងនេះវាជារឿងសំខាន់ចាំបាច់ណាស់ឬដែលថ្នាក់ដឹកនាំកម្ពុជារបស់ប្រទេសកម្ពុជារឿងលើក្រែរឿងមានប្តីពីរមានប្រពន្ធពីររឿងអីណានៅសង្គមខ្មែរហ្នឹងគឺវាដូចជារឿងសាមញ្ញធម្មតាគេតែអញ្ចឹងមកហើយរឿងសម័យនេះអារឿង MMO អារឿងស្អីគេជួនកាលគេបង្កើតព្រឹត្តិការណ៍ជួនកាលគេធ្វើអីហ្នឹងគឺវាបែកខ្ទិះយូរហើយអញ្ចឹងមិនទៅរករឿងអ្នកដែលមុនអ្នកលក់លេអ្នកលក់ស្អីតាមបណ្ដាញសង្គម Facebook យកអ្នកនេះយកអ្នកនោះយកមកសម្ដែងយកមកធ្វើអីឲ្យល្អមើលដើម្បីបាន like and share ស្មើហ្នឹងងាប់ហើយបើសិនជានាំគ្នារវល់អំពើទុកអញ្ចឹងមិនដឹងថាយើងត្រូវធ្វើអីកើតទៀតទេព្រោះអីស្រុកទេសយើងវាចលាចលនឹងរឿងលើក្រែហ្នឹងហើយទៅលោកក៏បានខ្លាចកេងលោថាបងប្អូនយើងអត់ដឹងថាកម្ពុជាមានច្បាប់ព្រោះកម្ពុជាមានច្បាប់ច្រើនណាស់ល្អទៀតច្បាប់យើងគឺត្រង់មាត្រា45និយាយអំពីតកតងនឹងអាពាហ៍ពិពាហ៍ត្រូវធ្វើតាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់និងតាមគោលការណ៍ស្ម័គ្រចិត្តប្តីមួយប្រពន្ធមួយច្បាប់ឯកពន្ធភាព
កម្ពុជាគឺជាប្រទេសដែលអនុវត្តច្បាប់ឯកពន្ធភាពនេះមានប្រសិទ្ធភាពឯងបងប្អូនមានចាំទេសុកស្រាប់តែចេញច្បាប់មួយអាចច្បាប់ប្រយុទ្ធប្រឆាំងអំពើពុករលួយអាចច្បាប់ដើម្បីកុំឲ្យស្អីធ្វើតាក់ទងឲ្យតុលាការឯករាជ្យច្បាប់និយាយមកកណក៏ដឹកទៀតយើងធ្វើអត់ចាញ់ទេយើងមកធ្វើអាច្បាប់ឯកពន្ធភាពនឹងចាញ់ប្រហែលជាង10 20ឆ្នាំមុននោះដើម្បីយកទុកបុកម្នេញទៅលើទ្រង់ព្រះអង្គចាស់នរោត្តមរណរដ្ឋអារឿងថាតាក់ទងច្បាប់ឯកពន្ធភាពដើម្បីរករឿងធ្វើម៉េចឲ្យថ្នាក់ដឹកនាំរបស់គណៈបកហ៊ុនស៊ិនប៉ិចនេះរលាយរលត់ដោយសារតែយករឿងនេះមកដោះស្រាយអញ្ចឹងទៅហើយអញ្ចឹងរឿងហ្នឹងក៏ចេញច្បាប់ហ្នឹងបានតែកាត់ក្តីរឿងតែករណីឯកពន្ធភាពតែមួយគត់តាំងពីហ្នឹងមកស្ងាត់ឲ្យឆឹង10 20ឆ្នាំចាំបានន័យថាកម្ពុជា10 20ឆ្នាំក្រោយរឿងព្រះអង្គម្ចាស់រណរដ្ឋហ្នឹងមកអត់មានអ្នកណាមានសាហាយស្មន់មានអ្នកណាលួចរស់នៅជាមួយគ្នាឬក៏អីឬក៏មានប្តីប្រពន្ធហើយនៅលួចមានរៀបការអីផ្សេងទៀតរឿងនេះខ្ញុំជឿថាក្នុងនាមជាបុគ្គលឯកជនលោកហ៊ុនសែនមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការបញ្ចេញមតិហើយខ្ញុំថាមិនខុសទេហើយជាសិទ្ធិសេរីភាពដែលលោកក៏មានសិទ្ធិប្រជាប្រដ្ឋផ្សេងទៀតក៏មានសិទ្ធិហើយក៏ជាការលើកអំពីបញ្ហាអង្គហេតុអង្គច្បាប់ក៏ត្រឹមត្រូវដែរអត់មានខុសអីទេព្រោះជាការគិតគូរដែរចង់ថាប្តីប្រពន្ធឲ្យស្មោះស្ម័គ្រស្រឡាញ់គ្នាកុំបំពេញច្បាប់មិនអញ្ចឹងឯងលោកគោរពច្បាប់លោកចង់និយាយថាកុំបំពេញកុំប្រសេកប្រសាចពេកស្អីប្តីមួយប្រពន្ធពីរប្តីពីរប្រពន្ធមួយអីព្រោះកម្ពុជាមិនមែនជាប្រទេសអាណាធិបតេយ្យដូចដែលអស់លោកធ្វើទេសាររបស់លោកហ៊ុនសែនចង់បញ្ជាក់បែបនេះអញ្ចឹងបើអ្នកណាប្រសេកប្រសាចតាមបណ្ដាញសង្គមហ្នឹងជាសារឲ្យបកស្រាយប្រាប់លោកឲ្យដឹងផងតើអាហ្នឹងរឿងពិតឬក៏ជាការសម្ដែងហើយរឿងនេះខ្ញុំជឿថាជំរឿអាចជ្រៅជាងហ្នឹងទៀតជ្រៅជាងហ្នឹងចាំមើលបើសិនជាអ្នកនោះឯងជាអ្នកដែលមានប្រពន្ធមួយហើយប្តីមួយឬក៏ប្រពន្ធមួយមានប្តីពីរក្នុងពេលតែមួយហើយបើជាមនុស្សគណៈបកប្រឆាំងឬក៏គណៈបកនៅក្នុងជួរនយោបាយណាត្រៀមខ្លួនជាប់គុកឲ្យហើយព្រោះតែពេលចេញប៉ុណ្ណេះហើយគឺអត់មានប្រណីទេព្រោះសារនេះគឺជាសារប្រាប់ឲ្យដឹងដាស់តឿនហើយថាអ្នកដែលជាសកម្មជននយោបាយបកប្រឆាំងណាក៏ដោយដែលមានប្រពន្ធពីរនៅក្នុងពេលតែមួយឬក៏មានប្តីពីរក្នុងពេលតែមួយត្រៀមខ្លួនជាប់គុកឲ្យហើយប៉ុន្តែចំពោះមន្ត្រីគណៈបកប្រជាជនកម្ពុជាដែលមានស្រីស្នេហ៍ឬក៏មានប្រពន្ធចង់ប្រពន្ធអី10 20រាប់ផ្លិចកូនគ្រាប់កទេលអត់អីទេព្រោះអីអាហ្នឹងរឿងបកកាន់អំណាចប្រហែលជាមិនសូវអីប៉ុន្តែបើបកប្រឆាំងឬក៏អ្នកណានេះអាចនឹងត្រូវដបងហើយខ្ញុំជឿថាវាជាការល្អដែលដាស់តឿនឲ្យខ្ញុំក៏នៅតែលើកទឹកចិត្តដែរថាច្បាប់គឺច្បាប់បងប្អូនដែលមានប្រពន្ធមានប្តីបើមិនទាន់ផ្ដាច់សង្វាស់ចំណងអាពាហ៍ពិពាហ៍ទេកុំប្រព្រឹត្តខុសគោលការណ៍ច្បាប់នេះកុំឲ្យគេរករឿងក៏ប៉ុន្តែក្នុងពេលជាមួយគ្នានេះសង្គមខ្មែរយើងដឹងហើយមនុស្សប្រុសមនុស្សស្រីដែលតាក់ទងនៅក្នុងចំណងអាពាហ៍ពិពាហ៍ដែលមួយមិនទាន់រលត់ចាប់ផ្ដើមទៅមានអីហ្នឹងគឺវាជារឿងគ្រួសាររបស់គេសុទ្ធសាធវាជារឿងគ្រួសារការសម្រេចវាខុសច្បាប់ទុកឲ្យច្បាប់ស៊ីវិលដោះស្រាយទៅកម្រិតថ្នាក់ដឹកនាំកម្ពុជារបស់ប្រទេសដែលជាឪពុកនាយករដ្ឋមន្ត្រីមកយករឿងលើក្រែរឿងអីនេះយកមករំលឹកក្នុងពេលនេះតើរំលឹកបានផលអីទៅព្រោះបើរំលឹកថាអូឥឡូវយើងត្រូវដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិណាខ្ញុំជាឪនាយករដ្ឋមន្ត្រីខ្ញុំជាប្រធានព្រឹទ្ធសភាខ្ញុំនៅតែអាចដាក់សម្ពាធឲ្យរដ្ឋាភិបាលប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីទាមទារដីខ្មែរដែលថៃឈ្លានពានបើក្រោមការដឹកនាំរបស់ក្រុមគ្រួសារតកូលហ៊ុនវាធ្វើឲ្យដីទាំងអស់នោះថៃគេដណ្ដើមបានយើងមិនអាចតតាំងផ្នែកយោធាមិនក៏ប៉ុន្តែយើងនៅតែអាចទាមទារតាមយន្តការអន្តរជាតិអីបានអានេះស្ដាប់ទៅវាហាក់បីដូចជាប្រជាពលរដ្ឋដូចជាសាតនៃលោកហ៊ុនសែនច្រើនជាងមិនណាខ្ញុំឃើញមតិរិះគន់តាម Facebook នោះច្រើនសន្ធឹកខ្ញុំអត់យកមកទេហើយក៏ខ្ញុំសូមសំណូមពរឲ្យបងប្អូនទាំងអស់គ្នាដែលរិះគន់ទៅលោកហ៊ុនសែនសូមរក្សាសេចក្តីថ្លៃថ្នូរយើងកុំទៅជេរប្រមាថបន្តិចផ្ដាសាព្រោះលោកហ៊ុនសែនក៏ជាប្រមុខដឹកនាំរដ្ឋាភិបាលយើងមិនពេញចិត្តយើងនិយាយរិះគន់ក្នុងន័យស្ថាបនាទៅកុំទៅជេរបន្តិចមាក់ងាយអីវាដូចថាវាខុសដែរវាលើសដែរខ្ញុំមិនគ្រប់គ្រងអំពើជេរបន្តិចប្រមាថការទៀននឹងទេយើងរិះគន់គ្នាតាមន័យជាក់ស្ដែងទៅព្រោះអីចាត់ទុកគាត់ថាជាចាស់ទុំមួយរូបចឹងទៅយើងរិះគន់ក្នុងន័យឲ្យកែក៏ជាងការជេរបន្តិចក្នុងនាមជាបុគ្គលណាបងប្អូន
វាសម្រាប់លោកហ៊ុនសែនសម្រាប់រដ្ឋាភិបាលកម្ពុជាយើងអស់សាច់អីនឹងរិះគន់ពួកគាត់ហើយនិយាយបើដោយស្មោះទៅគឺគាត់និយាយអីក៏តែមិនត្រូវហើយគាត់នឹងថាពួកអាទើសហ្នឹងគឺទើសតែរហូតទេនិយាយអីក៏តែមិនត្រូវដែរការពិតអស់សាច់នឹងរិះគន់ហើយគាត់ថាពេលខ្លះអ្វីដែលខ្ញុំបានជម្រាបអញ្ចឹងថារឿងច្រើនណាស់ដែលសម្រាប់ជាតិនេះដែលត្រូវការស្អំចិត្តប្រជាពលរដ្ឋមិនត្រឹមតែទៅមើលនៃក្រិនឬក៏ត្រូវសរសេររឿងអ្នកដែលនៅលើក្រែហ្នឹងទេរឿងដែលសំខាន់បំផុតគឺដោះស្រាយរឿងប្រេងសាំងចុះថោកហ្គាសឥឡូវចាប់ផ្ដើមអស់មានលក់ឲ្យក្រុមហ៊ុនសូគីមិចហ្នឹងចាប់ផ្ដើមឈប់លក់ហ្គាសចាប់ពីដើមខែទៅហើយឥឡូវថៃគេនៅតែទន្ទ្រានឈ្លានពានហោះជនភៀសសឹកហ្នឹងបានផ្ទះមកនៅមែនហើយក៏ប៉ុន្តែតើយើងបានដីពីគេមកវិញកាលបើយើងអត់ដាក់ប្តឹងអីអាហ្នឹងជារឿងជាតិហោះទៅហ៊ានជួមុខនៅតែអត់ទឹកផឹកនៅឡើយទេមើលទៅបណ្ដាញសង្គម Facebook ផ្ទុះឲ្យបងប្អូនតែហ៊ានជួមុខនៅពេលដែលគេហាមគេបិទមាត់គេរកធ្វើបាបធ្វើទុកបុកម្នេញឲ្យលែងហ៊ាននិយាយថាទៅហ៊ានខ្វះទឹកគឺពួកគាត់បង្កើតជាក្រុម Facebook តូចមកតាក់តងបងប្អូនខ្មែរយើងនៅក្រៅប្រទេសយំស្រែកប្រាប់ថាទឹកអត់មានផឹកមែនបងប្អូនជួយជាអញ្ចឹងវាទៅជាតាមអញ្ចឹងទៅវិញសួរថាតើយើងដោះស្រាយបញ្ហារបៀបបិទមាត់កុំឲ្យនិយាយរឿងអត់ទឹកហើយទៅគាត់នៅអត់ទឹកដដែលតើយើងធ្វើឲ្យទាហានយើងថ្លៃធ្នូឬក៏មានទឹកពិសាមែនអត់ទេរឿងទាំងអស់នេះឯងដែលជារឿងដោះស្រាយមិនមែនរឿងលើក្រែហ្នឹងទេហើយដោះចោះរឿងលើក្រែហ្នឹងបើធ្វើម៉េចបើមិនដឹងថាគាត់និយាយអីព្រោះលោកហ៊ុនសែននិយាយអីក៏បងប្អូននៅតែរិះគន់គាត់ដដែលដែរទេវាអត់មានរឿងអីដែលរួចផុតពីការរិះគន់ទេព្រោះអស់សាច់នឹងរិះគន់ដូច្នេះអញ្ចឹងបានខ្ញុំថាបើលោកហ៊ុនសែនមិននិយាយអីសោះក៏បានដែរកុំឲ្យនឹងនឿយនឹងការតបទៅគេរិះគន់តិចទៀតទៅធ្វើឲ្យលោកមានអាជំងឺលើសឈាមឡើងឈាមហ្នឹងក្រេវក្រោតទៅខឹងទៅចាប់ផ្ដើមបញ្ចេញកំហឹងអាមឹងឬក៏ចាប់ដាក់គុកដាក់ច្បាប់ទៅរត់តែអាក្រក់អាស្ថានភាពហ្នឹងកាន់តែអាក្រក់ទៅវិញទៀតអញ្ចឹងបើកុំនិយាយអីសោះហើយសម្រាករត្រែតចូលនិវត្តន៍អីទៅខ្ញុំថាវ័យរបស់លោកនេះរមមសម្រាកហើយហេតុអីចោះអស់លោកតែជាក្មេងៗមិនទុកឲ្យគាត់បានសម្រាកសោះវ័យ70ឆ្នាំជាងហើយគួរតែម៉ោងនេះអង្គុយទទួលទានដូងនៅអូ